សួស្តីអ្នកនរគ្នាខ្ញុំសូយ៉ាថ្ងៃនេះអីដែលខ្ញុំចង់និយាយគឺផើពេលវេលាឲ្យមានប្រយោជន៍ផើពេលវេលាមានប្រយោជន៍មិនគឺវាជាអីដែលស្រួលឲ្យស្រួលធ្វើមែនទែនហ្មងឧទាហរណ៍ពីយើងភ្ញាក់ពីព្រឹកចឹងយើងធ្វើអីហើយក៏ពេលល្ងាចយើងធ្វើអីហើយក៏យើងលេងទូរស័ព្ទហើយក៏យើងលេងគឺអ្នកខ្លះខ្ញុំឃើញណាគឺលេងហើយពេលខ្លះគឺថ្មអស់ហើយអង្គុយលេងនៅកន្លែងសាកថ្មហ្មងគឺខ្ញុំមានអារម្មណ៍ថាឧទាហរណ៍ពេលខ្លះយើងភ្ញាក់មកគឺអីដែលយើងគឺយើងចាប់ទូរស័ព្ទហ្មងយើងភ្ញាក់មកគឺយើងចាប់ទូរស័ព្ទហើយយើងចូលឆែក Facebook ឆែក TikTok ឆែកអីទាំងអស់ហើយយើងគិតថាអូខ្ញុំមើលតែភ្លាតទេវាអត់សូវអស់អីតែវាចូលទៅឡើង2ម៉ោង3ម៉ោងយើងអត់ដឹងខ្លួនថាវាអស់ចឹងគឺថ្ងៃហ្នឹងអីដែលខ្ញុំចង់និយាយគឺផៅពេលវេលាមានប្រយោជន៍ផៅពេលវេលាមានប្រយោជន៍គ្រាន់តែយើងភ្ញាក់មកយើងហាត់ប្រាណគ្រាន់តែ5នាទីហើយក៏10នាទីហើយក៏ធ្វើអីក៏បានដែរកុំអោយឧទាហរណ៍ខ្ញុំជាមនុស្សខ្ជិលហើយខ្ញុំធ្វើអត់បានខ្ញុំនិយាយចឹងតែការពិតគឺខ្ញុំគឺជាមនុស្សខ្ជិលគឺខ្ញុំភ្ញាក់មកចឹងតែអីដែលខ្ញុំមានអារម្មណ៍ថាខ្ញុំ proud of myself គឺខ្ញុំភ្ញាក់មកខ្ញុំឈងតែបេតុងផឹកអីចឹងគឺឈងតែបេតុងផឹកធ្វើនេះធ្វើនោះខ្ញុំអត់អីដែលខ្ញុំធ្វើគឺមុនដំបូងគឺខ្ញុំអត់ចាប់ទូរស័ព្ទសោះភ្ញាក់មកគឺខ្ញុំទៅឈងតែបេតុងលាងមុខងូតទឹកលាប sunscreen ធ្វើអីក៏បានដែរវាមានប្រយោជន៍មួយខ្លួនឯងហើយអីដែលខ្ញុំចង់ involve ខ្លួនឯងគឺភ្ញាក់មកផឹកតែបេតុងហាត់ប្រាណហើយកុំតន់ឆែកទូរស័ព្ទឆែកពេលយើងធ្វើអីអស់ហើយសិនតែបើយើងភ្ញាក់មកហើយយើងឆែកទូរស័ព្ទហ្មងគឺយើងអស់ពេលវេលាច្រើនមែនតើនៅក្នុងការឆែកទូរស័ព្ទព្រោះយើងចូលទៅឆែក Facebook ចូលទៅឆែក TikTok ចូលទៅឆែក IG ចូលទៅឆែកច្រើនមែនតើអីដែលខ្ញុំចង់និយាយគឺផើពេលវេលាឲ្យមានប្រយោជន៍ពេលផឹកវាជាពេលវេលាអីដែលថ្លៃមែនតើវាជាពេលអីដែលយើងភ្ញាក់មកវាជាពេលអីដែលយើងបើកភ្នែកបើយើងផើពេលវេលាពេលផឹកឲ្យវាមានប្រយោជន៍ហើយវាមានន័យគឺថ្ងៃហ្នឹងមួយថ្ងៃគឺយើងមានអារម្មណ៍ថាយើង productive យើងមានអារម្មណ៍ថាខ្លួនឯងអាសាចង់ទៅធ្វើនេះធ្វើនោះចឹងព្រោះវាជាពេលវេលាដែរវាជាពេលខ្ញុំមានអារម្មណ៍ថាពេលបើយើងចាប់ផ្ដើមពេលផឹកហើយក៏ពេលថ្ងៃល្អគឺថ្ងៃហ្នឹងពេញមួយថ្ងៃវាជាថ្ងៃរបស់យើងហ្មងគឺយើងធ្វើអីបានទាំងអស់យើងមានអារម្មណ៍ថាយើងអាសាជាពិសេសយើងមានអារម្មណ៍ថាយើងចេញទៅនេះចេញទៅនោះអត់នៅតែក្នុងផ្ទះអីចឹងអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺការផើពេលផឹកវាជាអីដែលសំខាន់ពិតមាននៅក្នុងជីវិតពិតវាជាអីដែលយើងភ្ញាក់មកយើងធ្វើអីមុន1 2 3 4 5 6យើងធ្វើអាហ្នឹងអស់ហើយសិនបើយើងទៅចាប់ទូរស័ព្ទហើយក៏គ្រាន់តែពេលយើងធ្វើអីហើយគ្រាន់តែបើកបទរៀងស្ដាប់ហើយអង្គុយសរសេរអីហើយក៏នៅមួយខ្លួនឯងពិតមានតើមានអារម្មណ៍ថាយើងត្រូវតែចូលទៅមើល Facebook ចូលទៅឆែក TikTok ចូលទៅធ្វើនេះទៅនោះទាំងអស់គឺការផើពេលផឹកដែរវាស្ងប់សុខគឺយើងផើពេលវេលាមកខ្លួនឯងហ្នឹងហើយអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងតែប៉ុណ្្នឹងគឺកុំភ្លេចផើពេលវេលាពេលផឹកខ្លួនឯងឲ្យមានន័យហើយកុំតាន់ឆែកទូរស័ព្ទពេលភ្ញាក់ឡើងសាកទៅធ្វើអីទៅឆុងកាហ្វេផឹកខ្លួនឯងក៏បានដែរហើយក៏ធ្វើអីក៏បានដែរយើងមានអារម្មណ៍ថាយើងធ្វើឲ្យយើង productive មានអារម្មណ៍ថាយើងចង់ចាប់ផ្ដើមថ្ងៃវាបានល្អអីចឹងអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺប៉ុណ្្នឹងណាស់ហើយអស់ហើយគឺគ្រាន់តែផើពេលផឹកខ្លួនឯងឲ្យមានន័យតែប៉ុណ្្នឹងគឺអីដែលមុនដំបូងដែលយើងធ្វើគឺកុំតន់ឆែកទូរស័ព្ទទៅធ្វើអីយើងចង់ធ្វើអីអស់ហើយសិនចាំយើងមកឆែកអាហ្នឹងគឺយើងផើពេលវេលាពេលផឹកដែលមានតម្លៃពិតមានហ្មងមកខ្ញុំចង់ប្រាប់ថាពេលវេលាពេលផឹកវាជាអីដែលមានន័យវាជាអីដែលមានតម្លៃពិតមានវាជាពេលវេលាដែលយើង productive បំផុតអញ្ចឹងកុំផើវានៅក្នុងការឆែក Facebook ហើយក៏ឆែក TikTok អញ្ចឹងថ្ងៃហ្នឹងតើណាស់ហើយបាយបាយ